កូនចៅគោរពយើងឬមកក៏គោរពទូនាទីរបស់យើងទេសាកសម័យថាបើសិនបើយើងអត់ពាក់ស្បែកជើងនឹងអត់ពាក់មួកនឹងមានអ្នកដើរតាមយើងទេចាសូមស្វាគមន៍វគ្គពិសេស GLA រៀនវគ្គ GLA ដើម្បីដឹកនាំខ្លួនឯងដឹកនាំគ្រួសារនិងដឹកនាំស្ថាប័នចង់អភិវឌ្ឍភាពជាអ្នកដឹកនាំកុំភ្លេចវគ្គពិសេស GLA ចាអរគុណច្រើនបញ្ញាចំណុចទី2ដែលចង់យកមកទៅចែកនៅក្នុងថ្ងៃនេះគឺតកតងនឹងកម្រិតនៃភាពជាអ្នកដឹកនាំចាអញ្ចឹងយើងអាចទៅចែកគ្នាតើបច្ចុប្បន្នអ្នកដឹកនាំដែលយើងហៅថាខ្លួនឯងជាអ្នកដឹកនាំឬមួយក៏យើងកំពុងតែធ្វើការនៅក្នុងជាមួយនឹងអ្នកដឹកនាំហ្នឹងតើគាត់នៅក្នុងកម្រិតណាអានេះបើសិនបើតាមដែលខ្ញុំធ្វើការងារកន្លងមកយើងសង្កេតហើយនឹងការដែលយើងសិក្សាមួយចំនួនអ្នកដឹកនាំត្រូវបានបែងចែកជា5កម្រិតប៉ុន្តែមនុស្សជាច្រើនគឺកំពុងតែលងហើយគាត់ខ្ញុំប្រើពាក្យមិនសូវប្រូថាគាត់កំពុងតែពុលនៅក្នុងកម្រិតទី1ថ្នាក់ទី1គឺតាក់ទងទៅនឹងឋានៈឋានែងទូនាទីគឺជាថ្នាក់ដឹកនាំនៅក្នុងកម្រិតទី1ទេចាដែលមនុស្សជាច្រើនកំពុងតែគិតថារឿងនឹងវាជារឿងអស្ចារ្យចាគាត់ព្យាយាមប្រជែងគ្នាចាព្យាយាមគ្រប់វិធីសាស្ត្រដើម្បីឲ្យបានឋានៈឋានែងហ្នឹងដែលគាត់គិតថានៅពេលដែលគាត់មានឋានៈធំគាត់នឹងខ្លាយទៅជាអ្នកដឹកនាំគេនឹងស្ដាប់តាមគាត់គេនឹងធ្វើទៅតាមគាត់ហើយប៉ុន្តែពីជ្រុងនៃភាពជាអ្នកដឹកនាំ position តួនាទីគឺត្រឹមតែកម្រិតទី1ទេគេដើរតាមយើងដោយសារតែគេត្រូវតែធ្វើតាមយើងគេត្រូវតែដើរតាមយើងអញ្ចឹងឲ្យវាមានការគោរពប្រតិបត្តិពិតប្រាកដហើយយើងស័ក្តិសមហ្នឹងគឺតិចតួចមែនតើនៅក្នុងកម្រិតទី1ហ្នឹងបាទនៅក្នុងកម្រិតទី2គេផ្ដោតទៅលើថ្នាក់ដឹកនាំកម្រិតទី2គឺបានន័យថា permission ឬមួយក៏យើងអាចនិយាយបានថា relationship យើងផ្ដោតទៅលើទំនាក់ទំនងនៅពេលដែលយើងមានទំនាក់ទំនងជាអ្នកដឹកនាំបានន័យថាយើងចាប់ផ្ដើមមានការយល់ពីក្រុមការងាររបស់យើងឬក៏យើងប្រើពាក្យមិញនេះកូនសិស្សឬក៏កូនចៅនេះយើងយល់ពីគាត់ចាយើងដឹងពីចំណុចខ្លាំងចំណុចខ្សោយរបស់គាត់យើង build ទំនាក់ទំនងមួយគាត់ហើយអាទំនាក់ទំនងក្នុងកម្រិតទី2ហ្នឹងខ្លាំងធំជាងអីទាំងអស់យើងអាចនិយាយបានថាទម្រាំទៅឈានទៅអីផ្សេងលុះត្រាតែយើងយល់គ្នាយើងតាក់ទងគ្នាបានយើងទៅជែកគ្នាបានហើយកូនចៅហ្នឹងយើងអាចបដូរពីថាពីគេត្រូវទៅតាមគាត់ដោយសារតែគេចង់តាមគាត់អញ្ចឹងពេលដែលយើងគ្រាន់តែយើងត្រូវតែ transform អាតួនាទីคล้ายទៅជាទំនាក់ទំនងហ្នឹងអា engage មួយហ្នឹងវាធំវាទៀមទីឲ្យមេដែលយើងគិតថាខ្លួនយើងជាអ្នកដឹកនាំហ្នឹងត្រូវធ្វើការងារច្រើនត្រូវលះបង់ច្រើនត្រូវគិតច្រើនអញ្ចឹងត្រូវតែមានទំនាក់ទំនងល្អជាមួយនឹងកូនចៅរបស់យើងហ្នឹងចាយល់ពីកូនចៅយល់ពីភាពខ្លាំងយល់ពីភាពខ្សោយហើយខ្ញុំគិតថាជនជាតិអាស៊ីមានច្រើនបរទេសក៏ពិតក៏មានដែរខាងផ្នែកអឺរ៉ុបគេថាធ្វើការយើងយកបេះដូងគេឲ្យបានណាចាមនុស្សដែលធ្វើការទាំងបេះដូងហ្នឹងគឺមិនងាយបោះបង់ទេមិនងាយឈប់ទេហើយស្មោះស្ម័គ្រដូចយើងទៅចេញពីខាងដើមអញ្ចឹងធ្វើម៉េចឲ្យបុគ្គលម្នាក់ហ្នឹងគឺគាត់ចង់តាមយើងហ្មងហើយមិនមែនយើងសំដែងទេវាត្រូវតែចេញពីចិត្តដូចគ្នាអញ្ចឹងបេះដូងប៉ះមួយបេះដូងមកវាមានសម្លេងចាបានវាកម្រើកដែរអញ្ចឹងបើសិនបើយើងគ្រាន់តែកាយវិការខាងក្រៅបបោមាត់ខាងក្រៅអត់កម្រើកដល់បេះដូងគេដឹងហើយមិនយូរមិនឆាប់ទេអញ្ចឹងទៀមទាកម្រិតទី2ហ្នឹងគឺត្រូវតែបៀលទំនាក់ទំនងនឹងឲ្យខ្លាំងសម្រាប់ក្រុមការងាររបស់យើងចាអញ្ចឹងវាមានទាំងអស់តាំងពីយកចិត្តទុកដាក់យល់ពីចំណុចខ្លាំងចំណុចខ្សោយគិតគូរដូចជាសមាជិកគ្រួសារក៏ប៉ុន្តែឲ្យវាមានព្រំដែនបានន័យថានៅពេលដែលខុសសម្រាប់ខ្ញុំខុសខ្ញុំដាក់វិន័យប៉ុន្តែត្រូវខ្ញុំសរសើរហើយឲ្យអាព្រំដែនឲ្យវាមានបន្ទាត់ខណ្ឌត្រឹមត្រូវចាកុំឲ្យវាលើសពីពេលខ្លះខ្ញុំបើកវងកញ្ចក់ពេលខ្លះវាជ្រុលលោកគ្រូចាតំណែងដល់ពេលល្អពេកទៅយើងទៅជាលោកឡំការងារមួយរឿងផ្ទាល់ខ្លួន professional មួយ personal អញ្ចឹងក៏វាធ្វើឲ្យខ្លួនឯងនេះដែលយើងគិតថាតំណែងសំខាន់ក្នុងលក្ខណៈជាមេដឹកនាំតែយើងអត់ចេះប្រើប្រាស់យើងធ្វើឲ្យវាច្បោកច្បល់គ្រោះថ្នាក់ខ្លួនឯងទេអញ្ចឹងខ្ញុំឧទាហរណ៍ទូចមួយយើងនៅកន្លែងធ្វើការយើងមានកូនចៅក្រៅបង្គាប់យើងឲ្យគាត់ធ្វើតែការងារនៅក្នុងក្រុមហ៊ុនមិនមែនថាការងារក្រុមហ៊ុនយូរទៅចិត្តដិតមួយគ្នាយកឡានបងតលៀងផងធ្វើកិច្ចការងារជួយយកកូនបងចេញផងអាហ្នឹងវាបាត់ភាពជាអ្នកដឹកនាំយូរទៅវាយើងខ្លួនឯងទេជាអ្នកបំផ្លាញអាតំណែងតំណងមួយហ្នឹងចាអញ្ចឹងខ្ញុំគិតថាហ្នឹងវានៅខ្លាំងនៅក្នុងកម្រិតទី2ហើយកម្រិតទី2វាត្រូវការធ្វើការងារច្រើនណាស់ទម្រាំឡើងទៅដល់កម្រិតទី3ហ្នឹងគឺតាក់ទងទៅនឹងសមិទ្ធផលបានន័យថាតើតែយើងបង្ហាញនៅ result យើងបង្ហាញនៅលទ្ធផលអីមួយទៅស្ថាប័នហ្នឹងទៅបុគ្គលហ្នឹងអញ្ចឹងបានន័យថានៅពេលហ្នឹងគឺ follower របស់យើងកូនចៅរបស់យើងក្រៅបង្គាប់ហ្នឹងគាត់ចង់តាមយើងដោយសារតែយើងបង្កើតនៅសមិទ្ធផលអីមួយបានថាយើងគឺជាមនុស្សម្នាក់ដែលមានសមត្ថភាពយើងមានលទ្ធផលយើងបង្កើតជាសមិទ្ធផលទៅឲ្យស្ថាប័នជាគំរូមួយនៅក្នុងស្ថាប័នធ្វើឲ្យគេចង់ទៅតាមយើងចាអាហ្នឹងនៅក្នុងកម្រិតទី3ចាហើយបើសិនបើកម្រិតទី4
cứ năng ngày về chỗ đọc hiệp chỉ cừu năng ngày công rất tị bốn nơi pe đại dương ai bằng riêng quạt bàn bị vót quạt bàn mà nước nó cái trong nơi chủ muối dương đã sa ta kia tụi bạn cả bị vót mà nước năng nơi chủ muối dương đã sa ta kia đi chầm ra chiêng môn kia sập bài chiêng môn kia rung rương chiêng môn năng ngày nơi pe năng tụi bay chỉ dương ọt miên thần nạ tuần là tí bàn tay dương được thật nó không qua trong trăm cái thang quát chỉ cừu nhom quát chỉ mê nhom để sa quát nhom bàn chèn chá chắc mà nước năng nâng khai thì chỉ follower bao dương nơi pe đại dương khai thì chỉ cừu bà quạt dương bị vót quạt bàn chà hơi dương ao bọc cô mà nè nắng quát ai nắng bạc cát nè bạc cài xây thiệt rồi có nè đặc nom xây thiệt nơi sả lá riêng cả đó nơi sả thả bàn bao dương cả đó anh năng bàn dương lang từ đó còn rất tị buồn đừng từ tụ bàn ca cờ rụp hãy bàn là trong khối bằng phốt nó cứ respect mong dương bàn này tha bà hai chị bọc cô mà nè để con ai lang khai thì chị thả đặc nom còn rất tị pram cứ con từ tụ bàn ca cờ rụp để chị ca trong trăm sả mẹp tang sả con mong phù tháp bài cho bón dương mình nè pra chi chớn dương ai rộp thả quát cứ chia thả đặc nom còn rất tị pram mày bàn là cây vô bịaរបស់គាត់យកមកប្រើប្រាស់គេយកគំនិតរបស់គាត់យកមកពិភាក្សាគ្នាគេយកសកម្មភាពឬក៏រូបភាពរបស់គាត់យកមកអនុវត្តនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃអញ្ចឹងដោយបងលើកឡើងប្រហែលចំណុចមកថាឧទាហរណ៍ដូច Steve Jobs សំបីតាព្រះជ័យវរ្ម័នប្របាទជ័យវរ្ម័នទី7របស់យើងអញ្ចឹងពាក្យត្រង់របស់លោកថាទុកសោករបស់ប្រជាជនគឺជាទុកសោករបស់ព្រះអង្គហ្នឹងណាអញ្ចឹងពាក្យរបស់ត្រង់ហ្នឹងហើយលោកជាលោកត្រង់គឺជាថ្នាក់ដឹកនាំកម្រិតទី5ដែលធ្វើឲ្យពាក្យរបស់លោកនោះយើងយកមកប្រើប្រាស់ហើយវាមានអត្ថប្រយោជន៍ធ្វើឲ្យយើងស្ងើចសរសើរអញ្ចឹងខ្ញុំគិតថាថ្នាក់ដឹកនាំនីមួយកម្រិតនៅក្នុងថ្នាក់ដឹកនាំវាច្រើនឋានៈច្រើនកម្មណាស់ហើយអ្នកដែលកំពុងតែគិតថាកាន់តួនាទីឋានៈតំណែងធំហើយយើងគិតថាយើងមានកូនចៅនឹងមើលមកវិញតើកូនចៅគោរពយើងឬមួយក៏គោរពតួនាទីរបស់យើងទេសាកសម័យថាបើសិនបើយើងអត់ពាក់ស្បែកជើងនឹងអត់ពាក់មួកនឹងមានអ្នកដើរតាមយើងទេចាអាហ្នឹងឲ្យសម្គាល់មើលដែរដល់ពេលណាឧទាហរណ៍ធ្វើការនៅក្នុងក្រុមហ៊ុនថាខ្ញុំទៅធ្វើនៅក្នុងក្រុមហ៊ុនស្ថាប័នឯកជនចុះពេលយើងចុះទៅណាមកណាយើងធ្វើអីមានអ្នកចាំតាមយើងអត់ឬមួយក៏គេត្រូវទៅតាមយើងទាំងបង្ខំទេគេទៅដោយពេញចិត្តអត់អាហ្នឹងជាចំណុចមួយចំនួនដែលថ្នាក់ដឹកនាំមើលខ្លួនឯងត្រឡប់មកវិញហើយបើសិនបើដឹងថាខ្លួនឯងកំពុងតែស្ថិតនៅក្នុងកម្រិតទី1ទេព្យាយាមអភិវឌ្ឍខ្លួនឯងឲ្យឡើងថ្នាក់ទី2ថ្នាក់ទី3ទៅព្រោះថាថ្នាក់ទី1នេះវាសบายចិត្តនឹងនៅប៉ុន្តែវានឹងគ្រោះថ្នាក់រយៈពេលដែលយើងនៅយូរពេកចាអាហ្នឹងក៏គួរតែប្រយ័ត្នដែរចាសូមស្វាគមន៍វគ្គពិសេស GLA រៀនវគ្គ GLA ដើម្បីដឹកនាំខ្លួនឯងដឹកនាំគ្រួសារនិងដឹកនាំស្ថាប័នចង់អភិវឌ្ឍភាពជាអ្នកដឹកនាំកុំភ្លេចវគ្គពិសេស GLA